แต่ว่าគ្នាមានដែរដឹងតាផ្លែសាច់ក្រោយពីការវះកាត់ឬក៏របួសស្នាមនៅលើដងខ្លួននៅលើស្បែកយើងនឹងវាបណ្ដាលមកពីអ្វីគឺវាបណ្ដាលមកពីការបណ្ដុំនៃពពួកសរសៃ collagen ដែលជាបច្ចេកទេសគេហៅថា accumulation of collagen fiber អញ្ចឹងបងប្អូនតែលើពាក្យថាចូលចិត្តញ៉ាំ collagen ចូលចិត្តញ៉ាំ collagen ប៉ុន្តែត្រូវដឹងថា collagen ហ្នឹងគឺវាជាអ្វីវាជា protein មួយដែលនៅលើស្បែកយើងវាជួយជួសជុលស្បែកយើងឲ្យវាជាក្នុងដំណាក់កាលមួយគឺធ្វើឲ្យស្បែកយើងជាក្រោយពីការមានរបួសឬក៏ស្នាមហ្នឹងប៉ុន្តែបងប្អូនត្រូវដឹងថានៅក្នុងខ្លួនមនុស្សយើងនៅពេលដែលសម្បូរជាតិ collagen ណាវាអាចបណ្ដាលឲ្យប្ររបួសស្លាកស្នាមនៅលើខ្លួនប្រាហ្នឹងពេលជាទៅវាបណ្ដាលឲ្យកើតទៅជាផ្លែសាច់ដែលគេហៅថា keloid តាមបទពិសោធន៍របស់ខ្ញុំជួបអ្នកជំងឺដែលគាត់ពីទូគាត់ដែរមានផ្លែលើសាច់ទេប៉ុន្តែដល់ពេលគាត់ចាប់អារម្មណ៍ធំឡើងគាត់ហូប collagen រាល់ថ្ងៃអូយពីចង់បានស្បែកស្អាតភ្លឺមានណាគាត់កាត់ប្រជ្រោយនៅលើដងខ្លួនគាត់នៅលើមុខគាត់នឹងក៏ផ្លែឡើងដុំដែរបងប្អូនដែលមានបំណងចង់ធ្វើការវះកាត់អីមួយនៅលើដងខ្លួនហ្នឹងបងប្អូនត្រូវជិះឲ្យឆ្ងាយពីពពួក collagen ហ្នឹងកុំប្រើវាគួរបញ្ឈប់វាទៅឈប់ឲ្យបាន3ខែទៅ6ខែទៅដើម្បីឲ្យខ្លួនខ្លួនឯងហ្នឹងធ្វើការដុសលូតលាស់ជារបួសឡើងវិញកុំឲ្យវាមានប្រឈមនឹងការផ្លាញ់សាច់នេះហើយដែលបងតែងតែនិយាយមួយភ្ញៀវថាបងប្អូនក្រោយការវះកាត់ណាយើងកុំគិតអារឿងញ៉ាំតកួនញ៉ាំអីវាផ្លែញ៉ាំទឹកស៊ីអ៊ីវញ៉ាំទឹកត្រីវាផ្លែតាមពិតអ្វីដែលផ្លែពិតប្រាកដគឺជាតិ collagen អញ្ចឹងណាឲ្យតែការញ៉ាំរបស់អីក៏ដោយដែលធ្វើឲ្យខ្លួនយើងមានការសម្យោគជាតិ collagen ច្រើនណាគួរតែជៀសវាងរាល់ថ្ងៃនេះគឺយើងដឹងហើយគឺផលិតផលដែលមានជាតិ collagen ហ្នឹងដែលថាចាក់ញ៉ាំ collagen ចាក់ collagen ធ្វើមិនឲ្យស្បែកភ្លឺស្អាតហ្នឹងតែបងប្អូនត្រូវដឹងកាលណាបងប្អូនមានរបួសស្នាមបងប្អូនប្រឈមហានិភ័យនឹងការផ្លាញ់សាច់